នៅសកម្មភាពលេងកម្សាន្តអ្វីខ្លះនៃតំបន់មួយនេះពុកម៉ែបងប្អូនកុំមកអស់រំលងអីដែលខ្ញុំនឹងជម្រាបជូនក្នុងពេលឥឡូវនេះសម្រាប់ដំណើរកម្សាន្តមួយនេះខ្ញុំបានយកទូរស័ព្ទដៃ Oppo A6 Pro មកធ្វើជាដៃគូរួមដំណើរដ៏អស្ចារ្យក្នុងការដកស្រង់នៅបទពិសោធន៍ផ្ទាល់ដើម្បីចែករំលែកជូនពុកម៉ែបងប្អូន Oppo A6 Pro ជា smartphone ដែលទើបតែចេញមកក្តៅៗដែលបានបំពាក់មកជាមួយកម្លាំងថ្មធំផុតលេខរហូតដល់7000 mAh និងសាកថ្មល្បឿនលឿនផុតលេខរហូតដល់80 W Super Woof Flash Charge ដែលលែងបារម្ភខ្លាចទូរស័ព្ទអស់ថ្មពេលធ្វើដំណើរផ្សងព្រេងទៀតហើយ Oppo A6 Pro មានទម្ងន់ស្រាលងាយស្រួលដាក់តាមខ្លួនពេលឡើងភ្នំចូលព្រៃបោះតង់ជាមួយនឹងភាពធន់ខ្លាំងដែលទទួលបានវិញ្ញាបនបត្រកម្រិតយោធាអាមេរិកដែលបានបញ្ជាក់ពីភាពធន់ទៅលើការធ្លាក់ប៉ះទង្គិចខ្លាំងៗការពារកម្ទេចធូលីដីនិងគ្រប់សីតុណ្ហភាពក្តៅត្រជាក់ខ្ញុំបានសាកល្បងផ្ទាល់ជាមួយនឹងសីតុណ្ហភាពដែលត្រជាក់ខ្លាំងនិងសីតុណ្ហភាពដែលក្តៅខ្លាំងគឺយកវាទៅដាក់ក្នុងឆ្នាំងស៊ុបដែលកំពុងពុះហើយត្រាំវាបន្ទាប់មកខ្ញុំចាប់ដើមស្រង់វាឡើងហើយយកវាទៅលាងទឹកចេញឃើញថាវានៅដំណើរការធម្មតាទាំងអស់មិនតែប៉ុណ្ណោះខ្ញុំបានយកវាទៅឲ្យកង់ម៉ូតូកិនចុះកិនឡើងកិនចុះកិនឡើងអញ្ចឹងណាច្រើនបកវានៅតែដំណើរការធម្មតាហើយខ្ញុំតម្លាក់ចុះតម្លាក់ឡើងពីកន្លែងខ្ពស់គប់ចុះគប់ឡើងនិយាយទៅតេស្តមកស្រឡាញ់តែសម្រាប់លទ្ធផលរបស់វាគឺធន់ខ្លាំងមែនទែនជាពិសេសកាន់តែជក់ចិត្តជាមួយនឹងការកំសាន្តផ្សេងៗកាន់តែរលូននៅកម្រិតបង្ហាញអេក្រង់ AMOLED 10 bit refresh rate 120Hz កម្រិតច្បាស់រហូតដល់18គុណនឹង23ចិត្តនិងកាន់តែភ្លឺច្បាស់មិនថាប្រើនៅក្រោមពន្លឺថ្ងៃជាមួយនឹងកម្រិតបង្ហាញរហូតដល់1400 nit ពន្លឺបន្ថែមពីនេះ Oppo A6 Pro មានមុខងារ AI Link Boost ដែលមានសមត្ថភាពចាប់យកសេវា Wi-Fi ឬសេវាទូរស័ព្ទបានខ្លាំងបំផុតដែលបានផ្ដល់នូវបទពិសោធន៍អ៊ីនធឺណិតមានស្ថិរភាពខ្លាំងជាងគេព្រមទាំងអាចឲ្យទូរស័ព្ទ Oppo ដូចគ្នាធ្វើការទំនាក់ទំនងគ្នាបានដូចជា iQOO ទោះបីជាគ្មានសេវាក៏ដោយជាមួយនឹងមុខងារ AI Beacon Link Oppo A6 Pro បានបំពាក់មកជាមួយមុខងារការពារជម្រាបទឹក IP69 ដែលអាចឲ្យយើងថតក្នុងទឹកបានដោយគ្មានការព្រួយបារម្ភពីទូរស័ព្ទចូលទឹកនោះទេ Oppo A6 Pro ជាដៃគូរួមដំណើរដ៏អស្ចារ្យបំផុតសម្រាប់ដំណើរកម្សាន្តចូលព្រៃបោះតង់